ជំរាបសួរក៏ដូចសួស្តីអ្នកនាងស្វាគមន៍ជាថ្មីមកកាន់ Channel របស់ខ្ញុំថ្ងៃនេះពួកយើងនឹងបន្តមេរៀន Killable Malaysia SNR ទាំងអស់គ្នាអូខេកាលពីវីដេអូមុនខ្ញុំបានរៀនហើយអំពី Classic A ដែលជា Resistance និង Classic B គឺជា Support ថ្ងៃនេះពួកយើងនឹងបន្ត SBR និង RBM ម្ដង SBR មានន័យថា Support become Resistance ហើយ RBM មានន័យថា Resistance become Support ឥឡូវខ្ញុំនឹងគូឡាញឲ្យអ្នកទាំងអស់គ្នាមើល RBM មានរូបរាងបែបនេះកន្លែងនេះគឺជា support ចាស់ត្រង់នេះគ្នាកន្លែងនេះយើងរងចាំបាយត្រង់ប៉ុន្តែផ្សាយបានប្រេកកន្លែងហ្នឹងហើយវាខ្លាចទៅជា SBR ហើយអញ្ចឹងយើងរងចាំ sell កន្លែងហ្នឹងម្ដងផ្សាយវានឹងត្រប់បែបនេះយើងហៅកន្លែងនេះថា SBR អូខេសម្រាប់រូបរាង RBS ម្ដង RBS គឺមានរូបរាងបែបនេះដំបូងវាជា resistance កន្លែងនេះត្រង់នេះគឺ classic A ប៉ុន្តែផ្សាយបានប្រេកកន្លែងហ្នឹងហើយកន្លែងនេះយើងហៅវាទៅពេលដែលផ្សារបានប្រេកហើយយើងហៅវាថាជាsupport ម្ដងអញ្ចឹងនៅពេលផ្សារបានចុះមកដល់កន្លែង support ហ្នឹងយើងបាយកន្លែងហ្នឹងម្ដងអូខេឥឡូវយើងមកមើល real chart ហ្មងទៅយើងមកមើល real chart អ្នកនរគ្នានឹងឃើញទេកន្លែងនេះគឺជា resistance ដំបូងយើងចាប់វាជា resistance ត្រូវអត់ប៉ុន្តែផ្សារវាបានប្រេកឃើញតែ candle ធំនេះអត់វាបានប្រេកកន្លែងហ្នឹងហើយវាខ្លាចទៅជា support ហើយអញ្ចឹងយើងហៅកន្លែងហ្នឹងថាជា RBS យើងហៅកន្លែងនេះថាជា RBS resistance become support ទៅពេលដែលផ្សារបានចាក់មកដល់កន្លែង RBS ហ្នឹងហើយយើងអាចរងចាំបាយនៅកន្លែងនេះបានដល់ liquidity នេះហើយកន្លែងសម្រាប់កន្លែងនេះវិញគឺជា SBR អ្នកនរគ្នាឃើញហើយកន្លែងនេះគឺជា support ត្រូវអត់ដំបូងវាជា support ប៉ុន្តែផ្សារវាបាន break ដោយ candle ធំនេះវាក៏បានខ្លាយទៅជា resistance វិញដែលគេហៅថា support become resistance អូខេយើងមកស្វែងមើលទៀតអានេះអត់ដល់ទេចាក់អត់ដល់ទេដូចកន្លែងនេះគឺចាក់អត់ដល់ដែរហើយសម្រាប់ខ្ញុំតាមខ្ញុំការ back test អ្នកនរអាចឃើញអញ្ចឹងនៅពេលដែលផ្សារវាដើរតាម order flow ក្នុងករណីយើងចង់លេង SBR និង RBS យើងលេងតាមមើល order flow ក្នុងករណីថាផ្សារវា sell អញ្ចឹងវាចុះអញ្ចឹងយើងអាចលេង SBR បានឃើញអត់នៅពេលដែលផ្សារវាចាក់ហ្នឹងវា sell អញ្ចឹងវា flow វា down អញ្ចឹងយើងមើលកន្លែង SBR ហ្នឹងទៅចាក់កន្លែង SBR ហើយវាចុះយើងយក liquidity នេះគឺជា target របស់យើងនៅពេលដែលផ្សារបានឡើងអញ្ចឹងយើងអាចយក RBS បានអាហ្នឹងគឺជា tip មួយគឺក៏ជាការខ្ញុំ back test ទៅវាមានប្រសិទ្ធភាពក្នុងករណីថាផ្សារវាឡើងអញ្ចឹងយើងអាចយក RBS មកលេងទៅនៅពេលដែលផ្សារចាក់ RBS បានហើយវានឹងឡើងទៅវិញហើយអញ្ចឹងអានេះក៏ជា tip ទេបើសម្រាប់អ្នកអាច back test ខ្លួនឯងបានកុំជឿតាមខ្ញុំទាំងស្រុងពេកអ្នកអាចទៅ back test ហើយមើលថាផ្សារ flow វាដើរតាណាបានអរគុណសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ